chẳng soi bạc quang nòng tai âm bồn phải khoan một đợt atma mình uất mình bạc na có mình chẳng chữ chạp sớm bạc com lọc nhau com long ô la xì bên này soi soi thông cái bom piên thiệp com lọ yom này chưa sờ slam pro tại bát bom com lọ để bom plan miền sal hay thơ mình yêu là vây sọ ta ở nhom rô rô biệp na số mẹ ta chui bạc phò âm lắc nhom nhẹ na so âm lắc nhom nhẹ tai mà đó song âm lắc nhom bình mơ cho bờ sông nhom đăng rừng rạp bẹp nâng đăng oi cây song bàn ấy mình tên đăng khua sọc cây mọc mình lom oi nhom địch phật địch thầy mình trộm trao tại song âm lắc cái nhom bình mơ mình bồm cầm lọc nhom tục chun snai đom bồn bên này soi soi thông cái bom piên thiệp cầm lọ nhom này chưa sờ slam pro tại bát bom cầm lọ cái bom plan miền sal hay thơ mình yêu là vây sọ ta ở nhom rô rô biệp na số mẹ ta chui bạc phò cầm lọc nhom nhẹ na so cầm lọc nhom nhẹ na so cầm lọc nhom nhẹ tai mà đó con lắc nhom bình mơ tăng bị đồn tạc nhom club lư tha kịp đăng oi song cỏ mông ai lâu đừng mấy đăng chọt nô sấy ô hô oi song cầm lắc mình club có thể chụp được để tạm bẹp ní lời lộp con lắc nhom nhẹ na so con lắc nhom nhẹ na so con lắc nhom nhẹ tai mà đó song con lắc nhom bình mơ con lắc nhom nhẹ na so con lắc nhom nhẹ na so con lắc nhom nhẹ tai mà đó song con lắc nhom bình mơតាមលើរបស់ខ្ញុំឲ្យបញ្ជាក់ថាមានរត់ទុកដល់ម្នាក់បច្ចុប្បន្នឃើញអាលីកនៅពេលដែលមនុស្សរបស់ខ្ញុំបានបង្ហាញរូបថតឲ្យគេមើលពេលនោះអាលីកបានជិះទូកទៅជាមួយនឹងមនុស្សមួយចំនួនទៀតតែពេលដែលទូកជិតដល់ច្រាំងនោះក៏ក្លាប់លេចទូកទៅក៏ប៉ុន្តែរត់ទុកដល់បានបញ្ជាក់ថាគ្មាននរណាលងទឹកស្លាប់នោះទេគ្រាន់តែគេមិនដឹងថាមនុស្សទាំងអស់នោះគេនាំគ្នាហៅឡើងច្រាំងតាណាខ្លះក្មួយនិយាយយ៉ាងដូចនេះគួរចាប់អារម្មណ៍ខ្លាំងណាស់ហើយពូចេះតែបារម្ភណាតិចលោកគេទៅតាមស្វែងរកម្ដាយរបស់គេទៅពីព្រោះថាប្រពន្ធរបស់ពូណាតាំងពីបែកផ្លូវគ្នាទៅនោះពូក៏បានទទួលដំណឹងថាគេបានទៅបោះធ្វើជាដូនជីនៅស្រុកទន្លេឥឡូវអ្នកឆាំនិយាយប្រាប់ខ្ញុំមកថាអ្នកធ្លាប់បាននិយាយពីរឿងនេះប្រាប់អាលីដែរឬក៏អត់ហ៎ចាលោកប្រុសគឺខ្ញុំដូចជាផ្្លាត់មាត់និយាយប្រាប់ម្ដងដែរក្រែងខ្ញុំបានហាមអ្នកហាញ់តើអីថាមិនឲ្យអ្នកនិយាយពីរឿងនេះប្រាប់អាលីនោះទេចាខ្ញុំក៏ដឹងក៏ប៉ុន្តែខ្ញុំគិតថាលោកស្រីបែកពីលោកប្រុសតាំងតែពីអ្នកនាងតូចមានអាយុ11ឆ្នាំហើយក្រោយមកទៀតលោកប្រុសក៏មានប្រពន្ធក្រោយមួយហើយមួយទៀតមិនជាប់សោះធ្វើឲ្យខ្ញុំមានចិត្តអាណិតអ្នកនាងតូចខ្លាំងណាស់ព្រោះដោយសារ
តែខ្ញុំគិតឃើញថាអ្នកនាងតូចគ្មានភាពកក់ក្ដៅថ្ងៃណាក៏ដូចថ្ងៃណាតាំងពីតូចរហូតដល់ធំអាលីងនាងតែងតែដេញដោលសួរខ្ញុំរកពីកន្លែងដែលលោកស្រីលាក់ខ្លួនខ្ញុំគ្រាន់តែនិយាយពីទិសដៅត្រួសត្រាសតែខ្ញុំមិនបានបញ្ជាក់ពីឈ្មោះស្រុកភូមិឬកន្លែងណាពិតប្រាកដនោះទេក្មួយផាណាបើអញ្ចឹងព័ត៌មានមួយនេះគឺជាតម្រុយមួយច្បាស់ណាស់ក្មួយត្រូវតែចាត់មនុស្សឲ្យចាំខ្លំមើលតំបន់នោះជាដាច់ខាតហើយបើត្រូវការប្រាក់ប្រមាណណាចាំពូចេញឲ្យខ្ញុំគិតថានាងលីងជាមនុស្សតម្រើខ្លួនជាពិសេសទៀតនោះគឺម្ហូបអាហារគឺត្រូវតែមានអនាម័យជាទីបំផុតដូច្នេះអាលីងពិតជាមិនអាចទៅសង្ងំលាក់ខ្លួនជាមួយអ្នកស្រុកអ្នកភូមិនោះបាននោះទេឲ្យតែតាមរកឃើញម្ដងនេះពូនឹងចាប់ចូលរោងការតតែបានក្មួយត្រូវតែនាំពាក្យនេះទៅជម្រាបប្រាប់ប៉ាម៉ាក់ក្មួយទៅថាពូគ្មានថ្ងៃលើកអាលីងឲ្យទៅនរណាផ្សេងក្រៅពីក្មួយនោះទេប៉ុណ្ណឹងចុះពូសុំឡាទៅបន្ទប់សិនហើយអូបានសុំជិះលពូឈប់សិនយើងអាចនិយាយគ្នាបន្តិចបានទេខ្ញុំដឹងហើយថាអ្នកមីងមិនចូលចិត្តខ្ញុំប្រហែលទេហើយការបាត់ខ្លួនរបស់អាលីនៅពេលនេះវាប្រកាសជាមានចំណាយរបស់អ្នកមីងហើយចាំមើលចុះឲ្យតែខ្ញុំស៊ើបដឹងខ្ញុំនឹងជំរាបលោកពងឲ្យបណ្ដេញអ្នកមីងចេញពីផ្ទះនេះឲ្យតទៅបានជាង20ឆ្នាំដែលខ្ញុំរស់នៅក្នុងផ្ទះនេះតាំងពីចំនួនដែលអ្នកស្រីនៅរស់លោកប្រុសលោកស្រីស្រឡាញ់ទុកចិត្តខ្ញុំដូចជាសាច់ញាតិបង្កើតរបស់គាត់អញ្ចឹងទោះបីជាមានអ្នកណាម្នាក់មកចាក់រុកអីនោះក៏គាត់មិនជឿតាមដែរជាង20ឆ្នាំកន្លងទៅនេះខ្ញុំមានសេចក្តីសុខខ្លាំងណាស់ហើយខ្ញុំស្មោះស្ម័គ្រតែចំពោះលោកប្រុសលោកស្រីហើយបើសិនជាក្មួយផាណាចង់បានអាលីធ្វើជាប្រពន្ធពិតមែននោះក្មួយគួរតែពិចារណាឡើងវិញទៅព្រោះមានតែខ្ញុំទេដែលដឹងពីចិត្តរបស់អាលីច្បាស់លាស់ពិតមែនថាអាលីរឹងរូបបន្តិចមែនក៏ប៉ុន្តែអាលីមិនមែនជាមនុស្សដែលប្រកាន់វណ្ណៈដូចជាអ្នកខ្លះនោះទេណាមីងមិនចាំបាច់ឌីដងផ្លាត់ការខ្ញុំទេពីព្រោះថាពេលនេះខ្ញុំកំពុងតែកាត់ខំហើយនៅពេលណាដែលខ្ញុំធ្វើបានសម្រេចនោះខ្ញុំនឹងបានចូលខ្លួនមកធ្វើជាកូនប្រសារនៅក្នុងផ្ទះនេះជាមិនខានទេហើយដល់ពេលនោះណាមីងគួរតែបានដឹងថាអ្វីត្រូវបានផ្លាស់ប្ដូរនោះចាមនុស្សយើងអាចផ្លាស់ប្ដូរអ្វីបានដែលងាយក៏ប៉ុន្តែមនុស្សយើងមិនងាយនឹងផ្លាស់ប្ដូរចិត្តបាននោះទេមីងសូមប្រាប់ឲ្យដឹងណាក្រែងលោថាក្មេងៗចំនួនក្រោយនេះគេគិតយ៉ាងម៉េចមីងក៏មិនដឹងទេក៏ប៉ុន្តែមនុស្សចាស់ដូចជាមីងនេះមីងជឿថាការផ្លាស់ប្ដូរវាមិនងាយដូចជាមាត់ថាទេចាំទុកទៅហើយជាពិសេសទៀតនោះគឺលោកប្រុសរបស់ខ្ញុំពេលនេះមីងយកឈ្នះខ្ញុំសិនចុះចាំពេលដែលខ្ញុំបានឈ្នះវិញមីងក៏គង់នឹងបានភ្លឺភ្នែកទេអញ្ចឹងហ៎បើក្មួយគ្រាន់តែចង់យកឈ្នះខ្ញុំដើម្បីគុំគួនតើក្មួយ
ចង់ចូលខ្លួនមកធ្វើជាកូនប្រសាក្នុងផ្ទះនេះធ្វើអីទៅពីព្រោះផ្ទះនេះកំពុងតែមានក្តីសុខមានសន្តិភាពហើយតើក្មួយចង់ចូលមកកកកកាយឲ្យល្អកកធ្វើអីទៅបែបនេះហើយទើបបានជាអាលីងគេមិនព្រមទទួលក្មួយជាប្តីនោះអ្នកមានក៏ចាំទុកដូចគ្នាអាលីគ្រាន់ជាមនុស្សស្រីម្នាក់តែប៉ុណ្ណោះភាពទន់ខ្សែរបស់មនុស្សស្រីទោះបីជានៅពេលណាក៏មិនអាចយកឈ្នះលើមនុស្សប្រុសបាននោះទេនៅពេលដែលអាលីងបានផ្លាស់កណ្ដាប់ដៃរបស់ខ្ញុំទៅហើយនោះអ្នកមានចាំតែមួយចុះខ្ញុំច្បាច់អត់ទឹកឆ្អឹងតែម្ដងគេជាមនុស្សប្រភេទនេះសោះចង់លោកប្រុសមិនដឹងទេនេះទើបបានជាចង់ខ្សែគប់ជាមួយនឹងគេអាលីងគេគិតត្រូវហើយដែលគេលួចចេញទៅដោយមិនប្រាប់អាម៉ាត់នោះឆ្ងាញ់ណាស់នេះត្រីទើបទៅបានមកថ្មីអូសាច់ឡើងផ្អែមត្មងប៉ុន្តែពេលនេះធ្វើយ៉ាងម៉េចបើខ្ញុំស៊ីមិនអស់ខ្ញុំប្រហែលជាត្រូវទុកចោលម្ដងនេះហើយចោលកន្លែងនេះទៅណោះ
ơi cứ tục trao từ nắng cho cái lô mi sạch slap rư cỏ sạch bia hàn nạ na sải clean rư cỏ ha trổ mau rư cỏ đa màu xỉ bán đi ôi ôi à sải như à sải như việc đang là mò tiến nè ôi ôi là mò xù là ôi xù là lô xù ôi xù ôi xua lôi xua ôi là một xua ôi xua đàn lôi ôi xua ôi là một bên mà là một bên đi tầm đó ôi mau bị tục hộp chào tao nhá mà này xì sạch tìm lòng tí cho bàn tay da mà hôm nay chán nhỉ bia bả sai như nó bọc trong ở thái ơi chuối nào chuối ôi món đó nữa ôi nó bọc thế này ôi hai đứa cột món cho anh nôm ôi sài nó mọc lắm ôi luôn tầm đó ôi sài bị đau bị ta đã nằm dậy của liêm chưa đấy muốn tập bóng việc ca tạc liên này lớn nè vì đã bênh cà phê cút hay còn là một đòi cho cái chết ui ui là món ui là món alo ơi ui là món xua chiêng nơi chấm môi một tiết ôi là món đấy mày nói dương tới tại do sạch tìm một tiết pro tha pe ní mày là bọc cho bà sài nhỏ hai ơi xua cản tại cản xua chẳng anh ôi trời sọ sạch em tầm rong ơi bài mày chan ní trong cuộc sai nó đây còn ta nó thua cho mấy nhở đạn tiên ỏi san đạn ọt liên để cho tại bên ní nó xông pru từ một sân ơi sạch slap sạch ấy từng lai ơi bà tơ ca xì chọc ấy màu xì tư pro tham mà nhé này á việc đòi co tầm mỏi sạch sạch pin này tầm mỏi ơi tại sao này anh clean xì xì thôi mình nhắm tí mình sẽ nhắm tụi bay chả ắt lên và bàn nan nữa các trong spam ba mà
យ៉ាងម៉េចទៅនេះខ្ញុំឃ្លានខ្លាំងណាស់ខ្ញុំមិនអាចអត់ទ្រាំតទៅទៀតបានទេឃ្លានខ្លាំងមែនតើហើយតើបានអីញ៉ាំបន្តិចទៅណោះខ្ញុំគ្មានអីញ៉ាំតាំងពីយប់រហូតដល់ថ្មនេះហើយដល់យប់ទៀតហើយខំសង្ងំគេងដែរតែគេងមិនលក់តើធ្វើយ៉ាងម៉េចទៅហើយខ្ញុំឃ្លានណាស់ហើយនេះផាត់មើលងាយខ្ញុំខ្លាំងណាស់ថ្ងៃណាមួយណានេះនឹងបាត់ដឹងថាខ្ញុំនេះជាអ្នកណាហើយខ្ញុំជាមនុស្សលំដាប់ណាស់នោះខ្ពើមណាស់មិនញ៉ាំទេខ្ពើមជាមួយនឹងនេះទៅចឹងបានមកចាត់នេះណាបាក់ខ្ញុំមិនញ៉ាំក៏ខ្ញុំដាច់ពោះស្លាប់ហើយនេះចាំមើលចាស្មាតកនបើឲ្យអស់ប្រចាំទៅហើយសំបីតែមួយគ្រាប់ក៏មិនសល់
មួយបាត់ទាំងចឹងទៀតនេះអូយខ្ញុំដឹងថានេះឃ្លានហើយនាងក៏មិនចេះដាំបាយធ្វើម្ហូបទៀតព្រោះតែអញ្ចឹងហើយទើបខ្ញុំដួសបាយដាំម្ហូបខ្ញុំឲ្យមកនឹងម្ហូបនេះណាគឺខ្ញុំសម្រិតសម្រាំងយ៉ាងល្អមួយមានអនាម័យជាទីបំផុតតែខ្ញុំគ្រាន់តែសម្ដែងកាយវិការធ្វើឲ្យនាងខ្ពើមតាអូទោះបីយ៉ាងណានាងបានញ៉ាំបាយរបស់ខ្ញុំអត់ហើយ ខ្ញុំគិតហើយថានេះមិនមែនជាមនុស្សចិត្តអាក្រក់នោះទេខ្ញុំបានស្ដាប់ឮអស់ហើយចាប់ពីពេលនេះតទៅខ្ញុំនឹងធ្វើបាយរបស់និផិនទៀតទេ ចាំមើលចុះខ្ញុំនឹងរកល្បិចថ្មីទៀតដើម្បីធ្វើយ៉ាងណាឲ្យនាងទ្រាំរស់នៅទីនេះមិនបានខ្ញុំត្រូវទៅរកល្បិចឲ្យនាងចេញឲ្យឆ្ងាយពីផ្ទះរបស់ខ្ញុំ ខ្ញុំមិនទៅណាទេណានិផិនព្រោះខ្ញុំដឹងថានិផិនអាក្រក់ទៅនោះតែចិត្តរបស់នាងវិញណាគឺនាងមិនអាក្រក់នោះទេខ្ញុំចូលចិត្តនិផិនខ្លាំងណាស់ដឹងទេ ចាំមើលចុះណាខ្ញុំនឹងយកបាយយកមកផ្សោតនាងម្ដងទៀតហើយខ្ញុំនឹងបង្ហាញឲ្យនាងឃើញថាខ្ញុំនឹងអេសស្រែងដាក់ដល់ពេលនោះខ្ញុំដឹងថានាងនឹង លេបបាយខ្ញុំរួចឬក៏អត់ ខ្ញុំលែងជឿហើយនិផិនការពិតនិផិនគ្រាន់តែធ្វើកាយវិការឲ្យខ្ញុំខ្ពើមនេះមានបំណងយកបាយឲ្យខ្ញុំញ៉ាំគឺមិនមែនយកបាយនិផិនអើយនិផិនខ្ញុំសុំពឹងពាក់និផិនម្ដងទៅចាស់ណាធ្វើយ៉ាងណាឲ្យតែខ្ញុំបានកិច្ចផុតពីគេម្នាក់នោះ កំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកកាលនៅតូចមិនទាន់ដឹងក្តីធំឡើងពេញវ័យក៏គ្មានស្នេហាមិនចង់ស្គាល់ប៉ះពាល់នាំតែអំពើហ្វាយខ្វល់មកដល់អាត្មាមិនអួតមិនប្រាថ្នាក៏មិនចង់ជឿចាប់សូមប្រាប់កំឡោះខ្ញុំកំឡងអូឡាស៊ីពេលនេះសយធំគេបំពេញភាពកំឡោះខ្ញុំនេះជឿស្ទើរស្លាប់ព្រោះតែបាត់បងកំឡោះពេលបំផ្លាញគ្មានសល់ហើយធ្វើមិនយល់អ្វីសោះតើឲ្យខ្ញុំរស់របៀបណាសូមមេត្តាជួយប្រាប់ផងកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកចង់បើសិនខ្ញុំដឹងរឿងរ៉ាវបែបហ្នឹងដឹងឲ្យគេសងបានអីមិនទាំងដឹងខ្លួនសោះគេមកបន្លំឲ្យខ្ញុំដេកផាត់ដេកភ័យមិនព្រមត្រូវតែសងកំឡោះខ្ញុំវិញមកមិនព្រមកំឡោះខ្ញុំទុកជូនស្នេហ៍ដំបូងពេលនេះសយធំគេបំពេញភាពកំឡោះខ្ញុំនេះជឿស្ទើរស្លាប់ព្រោះតែបាត់បងកំឡោះគេបំផ្លាញគ្មានសល់ហើយធ្វើមិនយល់អ្វីសោះតើឲ្យខ្ញុំរស់របៀបណាសូមមេត្តាជួយប្រាប់ផងកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកតាំងពីដូនតាខ្ញុំធ្លាប់ឮថាគេប្តឹងឲ្យសងក្រមុំឥឡូវរឿងថ្មីប្តឹងចប់នោះស្រីអូហូឲ្យសងកំឡោះមិនធ្លាប់ប្រទេសជួបរឿងដេកតាបែបនេះឡើយលោកអើ
កំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែមិនកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកកាលនៅតូចមិនទាន់ដឹងក្តីធំឡើងពេញវ័យក៏គ្មានស្នេហាមិនចង់ស្គាល់ប៉ះពាល់នាំតែអំពើខ្វាយខ្វល់មកដល់អាត្មាមិនអួតមិនប្រាថ្នាក៏មិនចង់ជឿចាប់សូមប្រាប់កំឡោះខ្ញុំកំឡងអូឡាស៊ីពេលនេះសយធំគេបំពេញភាពកំឡោះខ្ញុំនេះជឿស្ទើស្លាប់ព្រោះតែបាត់បងកំឡោះគេបំផ្លាញគ្មានសល់ហើយធ្វើមិនយល់អ្វីសោះតើឲ្យខ្ញុំរស់របៀបណាសូមមេត្តាជួយប្រាប់ផងកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកដឹងរឿងរ៉ាវបែបនឹងដឹងឲ្យគេសងបានអីមិនទាំងដឹងខ្លួនសោះគេមកបន្លំឲ្យខ្ញុំដេកផាត់ដេកភ័យមិនព្រមត្រូវតែសងកំឡោះខ្ញុំវិញមកមិនព្រមកំឡោះខ្ញុំទុកជូនស្នេហ៍ដំបូងពេលនេះសយធំគេបំពេញភាពកំឡោះខ្ញុំនេះជឿស្ទើស្លាប់ព្រោះតែបាត់បងកំឡោះគេបំផ្លាញគ្មានសល់ហើយធ្វើមិនយល់អ្វីសោះតើឲ្យខ្ញុំរស់របៀបណាសូមមេត្តាជួយប្រាប់ផងកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកតាំងពីដូនតាខ្ញុំធ្លាប់ឮថាគេប្តឹងឲ្យសងក្រមុំឥឡូវរឿងថ្មីប្តឹងចប់នោះស្រីអូហូឲ្យសងកំឡោះមិនធ្លាប់ប្រទេសជួបរឿងទេតាមបែបនេះឡើយលោកអើយកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកលោកស្រីលោកស្រីខ្ញុំជម្រាបសួរគឺអ្នកបងទេហ៎ពធហើយមករកខ្ញុំធ្វើអីទៀតហើយស្មានតែលោកស្រីផ្លាស់ទីកន្លែងហើយខ្ញុំក៏បាននាំយកនៅរបស់របរមួយចំនួនមកជូនលោកស្រីបាញ់អញ្ចឹងមិនអីទេសុំអញ្ជើញរកកន្លែងគួរសមសិនទៅលោកស្រីនាងលោកស្រីគិតថានឹងរក្សាភាពស្ងប់ស្ងាត់ជារៀងរហូតទៅឬមួយក៏យ៉ាងម៉េចចាពីមួយថ្ងៃទៅមួយថ្ងៃ
គឺខ្ញុំនឹងមានសេចក្តីសុខជាមួយនឹងព្រះធម៌ដែលខំរក្សាសិលទានជាមួយនឹងដូនជីដែលកាន់សិល10ចំណែកឯខ្ញុំរក្សាបានត្រឹមតែសិល8តែប៉ុណ្ណោះឯងគិតថាមិនចង់មករំខានលោកស្រីទេក៏ប៉ុន្តែពេលនេះវាមានរឿងសំខាន់ណាស់ដែលខ្ញុំត្រូវតែមកបើសិនជារឿងនោះតាក់ទងនឹងស្វាមីរបស់ខ្ញុំសូមមិនស្ដាប់ទេពីព្រោះខ្ញុំស្មាលីពីបញ្ហាអស់នេះយូរឆ្នាំមកហើយចាខ្ញុំក៏ដឹងប៉ុន្តែការដែលខ្ញុំមកនេះគឺមានរឿងមួយយ៉ាងដែលតាក់ទងជាមួយនឹងអ្នកនាងអាលីកូនស្រីតែមួយរបស់លោកស្រីនឹងណាកូនស្រីរបស់ខ្ញុំម៉ែកូនស្រីរបស់ខ្ញុំកាត់អីមែនទេចារឿងតាំងពីអតីតកាលដែលលោកស្រីក៏បានដឹងរួចទៅហើយគឺរឿងរវាងគ្រួសាររបស់លោកស្រីជាមួយនឹងគ្រួសាររបស់លោកចម្រុងនោះអីចុះរឿងនោះវាយ៉ាងម៉េចចាអ្នកនាងអាលីត្រូវបានលោកប្រុសនិងលោកស្រីភ្ជាប់ពាក្យភ្ជាប់សម្ដីជាមួយនឹងកូនប្រុសលោកចម្រុងរួចហើយក៏ប៉ុន្តែតាំងពីកូនប្រុសរបស់លោកចម្រុងត្រូវបានអ្នកបម្រើម្នាក់លួចយកទៅបាត់ទៅនោះបានសេចក្តីថារឿងនេះដូចជាបានបញ្ចប់ទៅហើយក៏ប៉ុន្តែថ្មីកន្លងទៅនេះលោកចម្រុងនិងភរិយាក៏បានចាប់ផ្ដើមរឿងនេះសាជាថ្មីម្ដងទៀតព្រោះក្រោយពេលដែលអ្នកបម្រើនោះលួចយកកូនប្រុសរបស់គាត់ទៅបាត់គ្រួសារនោះក៏បានសុំកូនប្រុសគេម្នាក់ទៀតយកមកចិញ្ចឹមហើយដែលរឿងនេះកូនចិញ្ចឹមរបស់គាត់ម្នាក់នោះក៏ធំពេញរូបពេញរាងតែបែរជាមាននិស្ស័យមិនសូវល្អសោះដែលលោកចម្រុងនិងភរិយាបានចូលខ្លួនមកភ្ជាប់ពាក្យភ្ជាប់សម្ដីជាមួយនឹងអ្នកនាងអាលីម្ដងទៀតដែលរឿងនេះលោកស្រីក៏បានជ្រាបខ្លះហើយពិតមែនហើយខ្ញុំក៏បានដឹងចុះឥឡូវវាយ៉ាងម៉េចទៀតព្រោះតែសំណាងមិនល្អរបស់កូនចិញ្ចឹមគាត់ម្នាក់នោះទើបធ្វើឲ្យអ្នកនាងអាលីមិនពេញចិត្តតតែសោះហើយប្រហែលថ្ងៃចុងក្រោយនេះលោកប្រុសក៏ចាប់បង្ខំអ្នកនាងអាលីឲ្យចូលរោងការខ្ញុំពិតជាមិនអាចជួយធ្វើអន្តរាគមន៍បានទេនៅពេលនេះក៏ស្រាប់តែអ្នកនាងអាលីគេចេញពីផ្ទះបាត់ទៅហើយមិនក៏អញ្ចឹងហាអ្នកបងតើពេលនេះកូនស្រីរបស់ខ្ញុំនៅឯណាលោកស្រីបើតាមការសន្និដ្ឋានរបស់ខ្ញុំអ្នកនាងអាលីពិតជាមិនអាចទៅសំងំនៅផ្ទះរបស់មិត្តភក្តិគេណាម្នាក់បាននោះទេអ្នកនាងអាលីប្រហែលជាធ្វើដំណើរស្វែងរកលោកស្រីនឹងហើយហេតុអីក៏អ្នកបងសន្និដ្ឋានដូចនេះកូនស្រីរបស់ខ្ញុំធ្វើមិនអាចដឹងថាខ្ញុំនៅទីណាទៅចាក៏ព្រោះតែពេលខ្លះខ្ញុំក៏បានបង្ហើបប្រាប់ហើយមុននឹងអាលីបាត់ខ្លួនថ្ងៃណាក៏គេដេញដោលសួរខ្ញុំពីលោកស្រីដែរយ៉ាងដូចនេះហើយទើបបានជាថ្ងៃនេះលោកប្រុសបានបញ្ជូនខ្ញុំឲ្យមកជួបនឹងលោកស្រីអញ្ចឹងបានសេចក្តីថាអ្នកខាងនោះគេសង្ស័យថាកូននៅជាមួយខ្ញុំតើមែនទេមិនចឹងទេក៏ប៉ុន្តែដែលខ្ញុំមកនេះព្រោះតែខ្ញុំចង់ដឹងថាលោកស្រីបានឃើញគេដែរឬអត់ហើយមិនឃើញទេចុះគេមានប្រើទូរស័ព្ទដែរអត់ហេតុអីក៏អ្នកបងមិនតាក់ទងតាមទូរស័ព្ទតែម្ដងទៅថ្ងៃដំបូង
ខ្ញុំបានទូរស័ព្ទតែគេមិនលើកសោះលុះក្រោយបន្ទាប់មកទៀតក៏ស្រាប់តែទូរស័ព្ទមិនចូលតែម្ដង អ្នកបងស្ដាប់ទៅមិនល្អតទៅសោះហើយណាខ្ញុំមានកូនស្រីតែម្នាក់គត់តិចលោមានអ្នកណាម្នាក់គេប្រើល្បិចអីហើយចាប់យកកូនស្រីរបស់ខ្ញុំទៅឃុំឃាំងទៅ ត្រង់នេះហើយដែលលោកប្រុសនិងខ្ញុំមានការបារម្ភជាខ្លាំង មិនដឹងថាស្មាននេះបាក់សាបាក់ស្អីវាស្រែកក្លៀនហើយណែទេតែទោះជាយ៉ាងណាក៏ខ្ញុំបានយកចំណីមកឲ្យហើយបាក់សាបាក់ស្អីអើយមកណាសត្វទាំងអស់នេះមិនដឹងថាឃ្លានហើយនៅទេណោះសត្វទាំងក្រៅទាំងក្នុងឃ្លានហើយនៅបាយមកដល់ហើយថ្ងៃនេះអូយក៏មានម្ហូបពិសេសដែរគឺមានបាយជាមួយនឹងផ្លែមាន់ចៀនតែយ៉ាងណាសូមមេត្តាទុកចាក់ឲ្យផងបាសាបាស័យអើយចេញមកបំឡប់ខ្ញុំអ្នកណាសដឹងថាបងផាន់យកបាយមកឲ្យខ្ញុំបងផាន់យកបាយមកឲ្យមនុស្សហេតុអីក៏បងផាន់តែនិយាយជាមួយនឹងសត្វបាក់សាបាក់សៃទៅវិញនោះបាត់ធ្វើទៀនហើយហេតុអីក៏ប្រើសម្ដីប្រៀបធៀបមនុស្សទៅនឹងសត្វធ្វើយ៉ាងនេះវាមិនបានបន់ពេញលេញនោះទេកាប់ទៅខ្ញុំដឹងថានាងពឹងខ្ញុំដូច្នេះបាយហាន់មកអូបទាំងអស់នេះនាងលេមរួចទេបានហើយឈប់និយាយតាំងពេលនេះខ្ញុំកំពុងតែញ៉ាំបាយអូមើលចោះតំណងដូចជាឆ្ងាញ់នេះហើយមិនខ្ពើមស្រែរបស់ខ្ញុំទេហ៎បងផាន់កុំនិយាយពាក្យហ្នឹងបានទេខ្ញុំសុំបងខ្ញុំខ្ពើមែនណាអូយបានហើយនាងអើយខ្ញុំមិនស្មុកអេសស្រែងរួយលើចាតបាយរបស់នេះទេហើយកាប់ទៅខ្ញុំគ្មានការស្រែងស្អីនោះទេគ្រាន់តែថាខ្ញុំមិនចង់ឲ្យនាងនៅផ្ទះរបស់ខ្ញុំពិតមែនឥឡូវនេះខ្ញុំគិតថាទោះបីជាខ្ញុំដេញនាងយ៉ាងណាក៏ដោយក៏នាងមិនព្រមចូលដែរចំណែកអាម្ដាយរបស់ខ្ញុំវិញមិនដឹងថាយ៉ាងម៉េចគាត់ទើបបានជាមួយថ្ងៃមកអង្គុយយំមកព្រឹកទល់យំគឺយំរត់តែនាងនឹងឯងខ្ញុំសង្ស័យថាការពិចិត្រមុនប្រហែលជានាងត្រូវជាម្ដាយបង្កើតរបស់គាត់ប៉ុន្មានទើបបានជាជាតិនេះគ្រាន់តែបានឃើញនាងភ្លាមក៏ហៅនាងថាម៉ែខ្ញុំប្រហែលជាមុខមាត់របស់នាងប្រហាក់ប្រហែលជាមួយនឹងម៉ែរបស់ខ្ញុំទៀតហើយមិនហ្នឹងអូយខ្ញុំលាបបាយមិនរួចទេនេះខ្ញុំស្ទះខ្យល់ស្លាប់ឥឡូវហើយវាមិនដាំម្លឹងពេកទេបងផាន់បុករបស់ខ្ញុំហ្នឹងឯងតែស្តៀងមុខម្ដាយបងផាន់ឯងនោះខ្ញុំមិនមែ
មិនមើលងាយគាត់ទេណាក៏ប៉ុន្តែអាចនឹងរកមនុស្សផ្សេងមកប្រៀបធៀបជាមួយនឹងខ្ញុំតិចតែអើយខ្ញុំចើថាទៅព្រោះថាប្រហែលជា20ឆ្នាំក្រោយនាងប្រហែលជាអាចអាក្រក់ជាម្ដាយរបស់ខ្ញុំក៏ថាបានដែរមិនយកទេទោះបីជា20ឆ្នាំឬក៏30ឆ្នាំទៅមុខឬក៏100ឆ្នាំទៀតនោះការសម្ផស្សរបស់ខ្ញុំណានៅតែស្អាតនៅតែល្អពីព្រោះខ្ញុំណាមិនមែនជាកូនអ្នកក្រខ្ញុំជាកូនអ្នកមានណាមុននេះនាងនិយាយថាម៉េចគ្មានអីទេខ្ញុំចេះតែថាតែព្រោះខ្ញុំចង់ឆ្នះបង្ផិនហ្នឹងណាឥឡូវឆាប់សារភាពតង់ត្រង់មកថានេះជ្រណាហើយមកពីណាបើមនុស្សឈឺទេណាខ្ញុំចាប់នាងលោកនៅពេលនេះតិចថាខ្ញុំមិនចេះរំលោភណាខ្ញុំប្រាប់ដល់ទៅខ្ញុំរំលោភសាហាវណាបង្ផិនក៏មកភ័យខ្ញុំបានទេបើអញ្ចឹងនាងចាំនិយាយភ្លាមមកថានេះជ្រណាហើយមកពីស្រុកណាទើបមកដល់ទីនេះបង្ផិនការប៉ັດខ្ញុំគឺជាកូនអ្នកមានម្នាក់នៅទីក្រុងភ្នំពេញណាខ្ញុំមានបញ្ហាខ្លះនៅក្នុងគ្រួសារតែបានជាខ្ញុំរត់ចេញពីផ្ទះឪពុករបស់ខ្ញុំគឺជាអ្នកជំនួញម្នាក់ហើយការដែលខ្ញុំមកដល់ទីនេះក៏ព្រោះតែខ្ញុំចង់តាមរកម្ដាយបង្ការរបស់ខ្ញុំឪពុកម្ដាយរបស់ខ្ញុំគាត់បានលែងលះគ្នាតាំងពីខ្ញុំមានអាយុ11ឆ្នាំព្រោះតែប៉ារបស់ខ្ញុំគាត់ខូចខលជាមួយនឹងមនុស្សស្រីច្រើនពេករីឯអ្នកម៉ាក់វិញណាឮថាគាត់មកសំណាក់ធននៅម្ដុំស្រុកភូមិនេះតែខ្ញុំមិនដឹងច្បាស់ថាទីអារាមណាមួយដែលអ្នកម៉ាក់ខ្ញុំស្នាក់នៅនោះទេអេបើអញ្ចឹងប្រកាសហើយមនុស្សប្រុសប្រមាណអ្នកនោះគេប្រកាសជាមកតាមរោងនេះច្បាស់ណាបង្ផិនអ្នកណាគេតាមរកខ្ញុំកាលពីថ្ងៃមុននេះណាខ្ញុំបានជួបបរិសុទ្ធ3-4នាក់ហើយវាមកសួរខ្ញុំរកឈ្មោះរបស់នាងទៀតណាគឺឈ្មោះរបស់នាងហើយប្រម្នាក់នោះឈ្មោះអីដែរតែហើយបង្ផិនមានប្រាប់គេដែរទេថាខ្ញុំនៅទីនេះមករឿងប្រាប់គឺប្រាប់ហើយរឿងអីណាខ្ញុំប្រាប់ប៉ុន្តែខ្ញុំមិនដឹងថាគេឈ្មោះអីនោះទេប៉ុន្តែគេប្រាប់ថាគេជាបងប្រុសរបស់នាងបាញ់ចឹងពីវោហើយព្រោះថ្ងៃមុនណាខ្ញុំក៏បានឃើញមនុស្សប្រុស 3-4 នាក់ដើររកខ្ញុំនៅម្ដុំនេះដែរហើយខ្ញុំក៏ធ្លាប់បានស្គាល់ពួកគេដែរហើយចុះបង្ផិនវិញនោះតែប្រាប់គេថាខ្ញុំនៅទីនេះធ្វើអីទៅហើយរួចចុះនាងមានត្រូវស្អីជាមួយខ្ញុំទៅរឿងអីដែលខ្ញុំត្រូវលាក់ទុកហ៎ហាំយ៉ាមិនទៀតណាគាត់បានបញ្ជាក់ប្រាប់ខ្ញុំថាថ្ងៃស្អែកនេះគេនឹងកែនគ្នាមកចាប់នាងយកទៅហើយគេនឹងឲ្យប្រាក់ខ្ញុំមួយចំនួនទៀតផងបង្ផិនខ្ញុំមិនអាចបណ្ដោយខ្លួនឲ្យគេចាប់ខ្ញុំយកទៅវិញបានទេនេះតែខ្ញុំត្រូវធ្វើយ៉ាងម៉េចតែបង្ផិនបងត្រូវតែជួយខ្ញុំផងណាបង្ផិនកុំចង់បានលុយពីពួកគេអីណាចាំខ្ញុំឲ្យបងច្រើនជាងអ្វីដែលគេឲ្យបងទៅទៀតណាជួយខ្ញុំផងទៅណាបង្ផិនណាបើអញ្ចឹងខ្ញុំធ្វើយ៉ាងម៉េចស្លាប់នឹកឃើញចាំខ្ញុំទៅខ្ចប់បាយម្ហូបមួយចំនួនយកមកឲ្យនាងហើយនាងត្រូវតែរៀបចំខ្លួនរត់ឆ្ងាយពីទីនេះតែម្ដងទៅ
គឺរត់ចេញត្រូវថ្ងៃនេះដល់ទៅចាំខ្ញុំទេខ្ញុំទៅរៀបបាយឲ្យអូខេអេបងផាន់ឆាប់សិនខ្ញុំសូមវត្តណា ហើយមិនកាយទៀតហើយ ខ្ញុំសំបុននៅក្នុងផ្ទះហើយនៅពេលដែលពួកគេមករកនោះបងផាន់ប្រាប់គេតែថាខ្ញុំរត់បាត់ហើយលឺទេបងផាន់ អូយងាប់ហើយអូយខ្ញុំគិតថានឹងអស់កម្មពីជាមួយនឹងហើយរឿងដល់ដំណាក់កាលនេះហើយនាងចង់នៅផ្ទះរបស់ខ្ញុំទៀតណាខ្ញុំប្រាប់ចុះណាដោយសារតានាងខ្ញុំហានម្ដាយរបស់ខ្ញុំអូយវាតានាងណាហើយកាប់ខ្ញុំអីខ្យល់ផងភ្លៀងផងសាច់តែទឹកអត់ហើយដល់ពេលណាទៅទើបនាងដែរចេញពីជីវិតរបស់ពួកខ្ញុំហ៎បងផាន់នាំអ្នកមីងមកនៅផ្ទះវិញមកណាហើយខ្ញុំសុំដេកនៅសញ្ញាប់ខាងក្រៅផ្ទះក៏បានដែរណាចាត់ទុកថាខ្ញុំនេះដូចជាប្អូនស្រីម្នាក់ទៅណាបងផាន់ខ្ញុំសូមវល់ណាបងផាន់ណាអូយហើយស្អីបងផាន់អើយធុញហ្នឹងណាគឺខ្ញុំធុញបើដឹងតែអញ្ចឹងខ្ញុំនឹងប្រាប់គេឲ្យមកចាប់នាងតាំងពីថ្ងៃមុនមកម្ល៉េះធុញណាមូទៀតណាបំឡោះខ្ញុំអ្នកអាសបាច់ផ្កាជូនសេរីសួស្ដីដល់លោកគ្រប់អង្គគាសូមបានផលមង្គលសំសោភាសំតិតណាទីងវាអើយអត់អើយឃ្លាតណាអើយអ្នកម៉ែកូនហមបានអាតហីអ្នកម៉ែអ្នកមីងរាប់បានស្អាតណាស់ហើយឥឡូវអ្នកមីងចង់រាប់បាត់អីទៀតចង់ហមបាត់អីក៏បានដែរឲ្យតែសបាយទៅបាត់សបាយបាត់ញាក់ហមញាក់អញ្ចឹងតា1 2 3 ពីម្ដងពីពីដង4ពី3ដង5ពី4ដង8ពី5ដង10ពីម្ដងពី2ដង4ពី3ដង6ពី4ដង8ពី5ដង10អ្នកម៉ែថ្ងៃក្រោយបង្រៀនអូនឲ្យចេះរាំទៀតណាអ្នកម៉ែណាហើយកូនចង់រាំបាត់ស្លូមកបាត់ណាស្លូអីគេនោះណាស្លូចង់រាំស្លូម៉ែណាហើយចាអាបាត់ចង់ក្រែបាញ់មិញនេះចូលចិត្តដែរទេចូលចិត្តទេអាបាត់ចូលចិត្តទេអាបាត់2ម្ដង2នេះចូលចិត្តការពិតទៅនេះមិនមែនជាកូនអ្នកក្រឯណានេះសំណាងដែរដែលខ្ញុំបាននិយាយការពិតប្រាប់បុរសម្នាក់នោះបើមកដូចឆ្ងាយទេណាពេលនេះនាងប្រកាសជាពីបោហើយតែបើសិនជាលាក់នាងទុកថ្ងៃក្រោយទៅខ្ញុំត្រូវមានទោសដែរអស់នោះហើយបើទោះបីជាយ៉ាងណាក៏ត្រូវតែជួយនាងម្ដងទៅព្រោះយ៉ាងហោចណាស់ក៏នាងបានបលែងលេងជាមួយម្ដាយរបស់ខ្ញុំដែរក៏ប៉ុន្តែនាងប្រាប់ថាម្ដាយរបស់នាងមកសំណាក់ធម៌នៅម្ដុំស្រុកភូមិនេះនៅស្រុកនេះ
គឺមានតែវត្តមួយទេដែលនៅលើភ្នំហើយគឺជាវត្តដែលល្បីពូកែស័ក្តិសិទ្ធិស្ងប់ស្ងាត់ដែលមនុស្សមកពីតំបន់ឆ្ងាយមករៀនធម៌នៅទីនោះមែនហើយខ្ញុំគួរតែស៊ើបឲ្យបានដឹងពីរឿងនេះទៅបានកាលពីយប់មិញនេះខ្ញុំគេងលក់ស្រួលណាស់បានស្ងប់ចិត្តបន្ទាប់ពីបានសូត្រធម៌ថ្វាយបង្គំព្រះជាមួយនឹងលោកស្រី ចាសំនឹងអារម្មណ៍នេះជាតំបន់ដាច់ស្រយាលស្ងប់ស្ងាត់មិនរំខានដោយសំឡេងឡានម៉ូតូឬមួយក៏ផ្សែងបំពុលបរិស្ថានទេយ៉ាងដូចនេះទើបបានជាខ្ញុំស្នាក់នៅអស់ពេលជាច្រើនឆ្នាំចាគឺមិនមានសេចក្តីសុខណាស្មើនឹងមានសេចក្តីស្ងប់ជាពិសេសគឺការស្ងប់ចិត្តពេលដែលខ្ញុំបានមកទីនេះខ្ញុំមានអារម្មណ៍ជ្រះថ្លាល្អណាស់គឺមិនដូចបរិយាកាសនៅទីក្រុងទេចាយ៉ាងណាខ្ញុំបានលាចាកម្នាក់ហើយសង្ឃឹមថាអ្នកបងនឹងបានជួយមើលថែកូនស្រីរបស់ខ្ញុំហើយកាលពីយប់មិញនេះខ្ញុំបានស្រន់ដល់ព្រះនិងអធិដ្ឋានដើម្បីកូនស្រីរបស់ខ្ញុំបានសុខណាចាខ្ញុំក៏សង្ឃឹមដែរលោកស្រីតែពេលនេះខ្ញុំសូមជម្រាបលាលោកស្រីទៅវិញសិនហើយចាសូមជើញចុះនេះឲ្យបានសេចក្តីសុខតាមផ្លូវចាតែដូចជាមិនលឺសូរផ្ដាំផ្ញើសួរសុខទុក្ខលោកប្រុសសោះមិនអីទេទុកឲ្យគាត់ដើរទៅតាមផ្លូវរបស់គាត់ចុះចាំមើលថាតទៅនោះស្រីក្មេងទាំងអស់នោះគេនៅតាមថែរក្សាគាត់ដែរឬក៏អត់បាញ់ចឹងខ្ញុំសូមទៅសិនហើយលោកស្រីចាសូមអញ្ជើញអូយសំទោសណាមីងសំទោសកាប់ទៅខ្ញុំគ្មានចេតនាទេចាមិនអីទេមានតែធ្ងន់ធ្ងរអីណាមើលទៅណាមីងប្រហែលជាមិនមែនអ្នកនៅស្រុកនេះទេមែនទេចាមិនមែនទេគឺមីងមកពីឆ្ងាយណាស់មកសួរសុខទុក្ខសាច់ញាតិដែលសំណាក់ធម៌នៅទីនេះអញ្ចឹងហ៎ចាហើយចុះណាមីងពេលនេះបានជួបសាច់ញាតិហើយនៅចាជួបហើយសុំទោសនៅក្មួយមីងប្រញាប់ណាស់មីងទៅសិនហើយបាទសុំជើញណាមីងអូយមែនហើយខ្ញុំក៏ភ្លេចសួរទៅថាម្ដាយលីឈ្មោះអីបើមិនស្គាល់ឈ្មោះមកនេះតើឲ្យខ្ញុំទៅសួររកយ៉ាងម៉េចទៅណោះអូយអាភិនអូតាន់ហើយខ្ញុំទៅជួបលោកតានៅវត្តសិនដើម្បីចង់ដឹងថាតើមានមនុស្សស្រីប្រមាណនេះមកពីភ្នំពេញដែលបានសំណាក់ធននៅទីនេះកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសំកំឡោះខ្ញុំវិញមកកាល
មានស្នេហាមិនចង់ស្គាល់ប៉ះពាល់នាំតែអំពើខ្វាយខ្វល់មកដល់អាត្មាមិនអួតមិនប្រាថ្នាក៏មិនចង់ជឿចាប់សូមប្រាប់កុំឡុកខ្ញុំកុំឡងអូឡាស៊ីពេលនេះសយធំគេបំពេញភាពកំឡោខ្ញុំនេះជឿស្ទើស្លាប់ព្រោះតែបាត់បងកំឡោគេបំផ្លាញគ្មានសល់ហើយធ្វើមិនយល់អ្វីសោះតើឲ្យខ្ញុំរស់របៀបណាសូមមេត្តាជួយប្រាប់ផងកំឡោខ្ញុំអ្នកណាសោកំឡោខ្ញុំអ្នកណាសោកំឡោខ្ញុំមានតែម្ដងសងកំឡោខ្ញុំវិញមកខ្ញុំដឹងរឿងរ៉ាវបែបនឹងដឹងឲ្យគេសងបានអីមិនទាំងដឹងខ្លួនសោះគេមកបន្លំឲ្យខ្ញុំដេកផាត់ដេកភ័យមិនព្រមត្រូវតែសងកំឡោះខ្ញុំវិញមកមិនព្រមកំឡោះខ្ញុំទុកជូនស្នេហ៍ដំបូងពេលនេះសយធំគេបំពេញភាពកំឡោះខ្ញុំនេះជឿស្ទើស្លាប់ព្រោះតែបាត់បងកំឡោះគេបំផ្លាញគ្មានសល់ហើយធ្វើមិនយល់អ្វីសោះតើឲ្យខ្ញុំរស់របៀបណាសូមមេត្តាជួយប្រាប់ផងកំឡោះខ្ញុំអ្នកណាសកំឡោះខ្ញុំមានតែម្ដងសងកំឡោះខ្ញុំវិញមកតាំងពីដូនតាខ្ញុំធ្លាប់ឮថាគេប្តឹងឲ្យសងក្រមុំឥឡូវរឿងថ្មីប្តឹងចប់នោះស្រីអូហូឲ្យសងកំឡោះមិនធ្លាប់ប្រទេសជួបរឿងដេកតាមបែបនេះឡើយលោកអើ